Hello guys, ngày nay cứ dương màu riêng fruit mousse. Cả lượng môn nó cứ dương riêng mousse mà đón hay cứ coconut mousse chẳng ấy nè. À lỡ cứ dương riêng num mousse. Ủa chiết plai chơi mà đón từng ón ấy cứ chỉ krướng. Bảo viên gì tớ đôi tế hai bóng bầu nạnh mơ không vì tàu bàn hay nhóm nâng từ xe krướng xóm ấy đã nâng không nâng đai chẳng ấy nè. Chẳng dương nghĩa màu mơ mousse bỏ dương vấn. Chà. Num mousse nó cứ chiaประเภท นมបែបត្រជាក់ឬក៏គេហៅថា chill dessert ដែលវាមានសាច់ទន់ស្រាលហើយអាឡូងដូចពពុះចឹងណាដែលពាក្យថាមូសហ្នឹងគឺវាមកពីបារាំងពាក្យបារាំងមួយដែលបកប្រែថាពពុះនឹងឯងហើយលក្ខណៈរបស់នំមូសហ្នឹងគឺសាច់របស់វាហ្នឹងគឺទន់ហើយស្រាលជាង cheese cake ទៀតហើយត្រូវដាក់នៅក្នុងទូទឹកកកឲ្យកកជាប់និយាយទៅគេអត់ចាំបាច់ដុតវាទេគឺគេដាក់ក្នុងទូទឹកកកហើយជាធម្មតាហ្នឹងនំហ្នឹងគឺគេធ្វើអំពី whipping cream gelatin ផ្លែឈើឬក៏ chocolate អីចឹងទៅហើយវាក៏មានស្ករដែរបើរសជាតិដែលគេពេញនិយមហ្មងណាគឺមាន chocolate mousse strawberry mousse mango mousse coconut mousse ដែលយើងរៀនថ្ងៃមុនហ្នឹងហើយ passion fruit mousseអីចឹងទៅចានិយាយទៅបើគេចាត់ថ្នាក់ជានំមូសនឹងហ្មងគឺគេស្ថិតនៅក្នុង intermediate ឬក៏នំត្រជាក់បែបបារាំងនឹងឯងដែលភាគច្រើនគឺមាន sponge cake មូសហើយនឹង glaze ចាបន្ទាប់មកគឺ gelatin គឺយើងដាក់ត្រាំទឹកកកវាបងប្អូនចាតនេះគឺជាគ្រឿងផ្សំទាំងអស់ដែលយើងធ្វើ fruit mousse ហ្នឹងណាចាអញ្ចឹងស្ពងគឺចាប់ផ្ដើមឆ្អិនហើយឥឡូវយើងចាប់ផ្ដើមដាំក្រុមទី1ឲ្យវាពុះហើយទុកឲ្យត្រជាក់ម្លែកសិនណាគឺមាន fresh meal នឹងឯងចាហើយបន្ទាប់មកគឺយើងវាយក្រុមទី3គឺមានពងមាន់សហើយនឹងស្ករឲ្យអាលាយឲ្យវាឡើងតែម្ដងណារូបមន្តអីចាំខ្ញុំសរសេរដាក់នៅលើហ្នឹងបងប្អូនអាចមើលបានណាចាំពេលដែលយើងវាយស្ករហើយនឹងពងមាន់ដល់ឡើងហើយគឺយើងនឹងចាក់ចូលទៅក្នុង fresh meal ដែលយើងដាំឲ្យពុះទុកឲ្យត្រជាក់មុនហ្នឹងមិញហ្នឹងចាចាហើយងាកមករៀបចំចិត្តផ្លែឈើឲ្យហើយដែរទៅអញ្ចឹងប៉ុណ្ណេះគឺយើងអាចយកបានហើយចាបន្ទាប់មកគឺយើងចាក់ចូលជាមួយនឹងក្រុមទី1មកចាហើយកូរវាឲ្យសព្វចូលគ្នាបន្ទាប់មកគឺយើងមកវាយក្រុមទី4ក្រុមទី4គឺមានតែគ្រីម250ក្រាមទេចាវាយវាឲ្យឡើងដែរមកហើយចាក់ចូលនឹងល្បាយដែលយើងកូរមិញនេះឲ្យសព្វដែរនិយាយទៅអានេះគឺយើងវាយដៃវាយ mixer ដែរបងប្អូនយើងអត់វាយ mixer មួយធំកូរនោះទេចាអញ្ចឹងពេលដែលវាយគ្រីមឡើងហើយចាគឺយើងចាក់វាចូលនៅក្នុងល្បាយដែលយើងលាយខាងលើមិញដែរមកចាពេលចាក់ហើយគឺយើងកូរវាឲ្យសព្វចូលគ្នាប៉ុន្តែក៏មិនខ្លាំងពេកដែរណាបងប្អូនគ្រាន់តែកូរវាឲ្យវាសព្វទៅបានហើយចាបន្ទាប់មកគឺយើងហ្វីមវាទុកហើយដាក់នៅក្នុងទូទឹកកកមួយផ្លែតទេតែអត់ឲ្យវាកកទេចាហើយយើងងាកមកកាត់ជា shape ជារូបរាងរបស់ស្ពងដើម្បីយកមកទៅរៀបអញ្ចឹងមានមូលមានជ្រុងអីចឹងទៅតាមរូបរាងដែលយើងចង់បានណាចាហើយយើងនេះដាក់តាន់បន្តិចហ្នឹងវាចង់កកបាត់ហើយ
ចាអញ្ចឹងយើងកូរល្បាយដែលយកចេញពីទូទឹកកកមិញហ្នឹងកូរឲ្យវាកុំឲ្យមានដុំចាបន្ទាប់មកពុំហ្នឹងគឺយើងបិទវាជាមួយនឹងផ្លាស្ទិកអាហារហ្នឹងណាចាបិទទៅហើយរោយផ្លែឈើក្រោមគេបំផុតចារោយផ្លែឈើក្រោមគេបំផុតហើយចាំរោយគ្រីមដែលយើងលាយរួចរាល់នឹងហើយវាឲ្យស្មើបន្ទាប់មកគឺដាក់ស្ប៉ុងរាងទូចមួយនៅខាងក្រោមចាបន្ទាប់មកគឺរោយផ្លែឈើទៀតបងប្អូនចូលចិត្តផ្លែឈើអីដាក់ផ្លែឈើនឹងទៅណាតែយើងមានផ្លែឈើនេះគឺយើងដាក់ផ្លែឈើនេះចាមានប៉ោម strawberry یا blueberry អីគឺតាមចិត្តចាពេលដែលរោយផ្លែឈើរួចហើយគឺយើងចាក់គ្រីមនឹងពីលើទៀតចាអានេះគឺរបៀបធ្វើមូសហ៎បងប្អូននិយាយទៅត្រូវចាំដែរត្រូវយល់ដឹងអំពីរបៀបធ្វើរបស់វាដែរអញ្ចឹងពេលដែលរោយគ្រីមនឹងហើយវាឲ្យស្មើហើយយើងដាក់ស្ប៉ុងមួយពីលើគឺចប់រួចរាល់យើងហ្វីមវាទុកដាក់ក្នុងទូកកបងប្អូនចាហើយអានេះគឺយើងរៀបដូចគ្នាមិញដែរមកចាធ្វើម៉េចឲ្យអស់គ្រីមដែលយើងវាយនឹងរោយផ្លែឈើហើយដាក់គ្រីមវាគ្រីមឲ្យស្មើដាក់ស្ប៉ុងទូចមួយនិយាយទៅស្ប៉ុងដែលដាក់មុនដំបូងហ្នឹងគឺមិនឲ្យវារីកធំទេគឺត្រូវដាក់ទូចជាងគេចាហើយបន្ទាប់មករោយផ្លែឈើទៀតរោយផ្លែឈើទៀតហើយរោយគ្រីមទៀតចានិយាយទៅមូសនេះគឺ2ដងហើយគាត់ថាវារសជាតិផ្សេងគ្នាអញ្ចឹងណាអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាចាំរបៀបធ្វើរបស់វាអញ្ចឹងណាហើយនឹងយល់ពីប្រភេទនំនៃវាអញ្ចឹងទៅនៃមូសហ្នឹងណាអូខេអញ្ចឹងពេលរោយផ្លែឈើរួចហើយយើងចាក់គ្រីមចូលហើយវាឲ្យស្មើសាច់គ្នាមកបន្ទាប់មកគ្របស្ប៉ុងមួយទៀតគឺចប់ចាពេលគ្របស្ប៉ុងហើយគឺយើងដាក់ហ្វីមវាដាក់ចូលទៅក្នុងទូកកដែរចាហ្វីមវាបែបនេះមកចាអញ្ចឹងដាក់ចូលទៅក្នុងទូកកអញ្ចឹងពេលដែលវាកកហើយគឺយើងយកចេញមកដើម្បីយកមកដេកអញ្ចឹងនេះគឺយើងកលាប់អាផ្លែឈើហ្នឹងមកខាងលើវិញណាបងប្អូនអូខេអញ្ចឹងយើងមកវាយគ្រីមដើម្បីបាញ់ចាយើងអាចប្រើគ្រីមសាបឬក៏គ្រីមwhipped cream ក៏បានដែរចាវាយវាហើយគឺយកទៅដេកហ្នឹងហើយបងប្អូនអាចលាយពណ៌ឬក៏លាយអីក៏បានដែរហើយនឹងដេកផ្លែឈើអីពីលើទៅគឺបានហើយចឹងគ្រីមនេះគឺយើងវាយហើយគឺយើងអាចលាយពណ៌អាហារចាកាឈូកឬក៏កាឈូកស្ដើងឬក៏ពណ៌ស្វាយអីក៏បានដែរអានេះគឺមុខបាញ់ហ្នឹងគឺមុខបាញ់ស្លឹកឈើឈ្មោះវាអញ្ចឹងចាបន្ទាប់មកយើងដេកធ្វើស្លឹកហើយដេកធ្វើផ្កានៅពីខាងក្នុងបើមានផ្លែឈើគឺដាក់បន្ទាប់នៅលើនឹងទៀតទៅមូសនេះប្រភេទវាលងអញ្ចឹងអាចបើយើងដេកខ្លាំងក៏វាអត់សូវជាប់ដែរគេភាគច្រើនគេដាក់គ្រីមអីវាជុំវិញអីទេគ្រាន់តែដេកតិចតួចទៅគឺបានហើយចាអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេហើយមូសគឺយើងរៀន2ដងហើយអាចគូចេញប្រឡងដែរអញ្ចឹងណាហើយវាក៏ឆ្ងាញ់ដែរហើយអញ្ចឹងបងប្អូនអរគុណសម្រាប់ការទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់ហើយជួបគ្នានៅវីដេអូក្រោយ
See you